ទី8ថ្ងៃនេះខ្ញុំធ្វើការ demo អំពីបច្ចេករបស់ខ្ញុំគឺ second hand website សម្រាប់បច្ចេកនេះពួកខ្ញុំប្រើ Node.js front end ខ្ញុំប្រើ Node.js UI ខ្ញុំប្រើReact ហើយ back end ខ្ញុំប្រើ Node.js Playwright និងខ្ញុំហោះទៅលើ Vercel កន្លែងបន្ទុកវិភាគខ្ញុំប្រើ Vercel Blom ហើយអឺនិង database ប្រើអឺ MongoDB បូក Mongoose ជាមុនដំបូងយើងចូលទៅកាន់admin dashboard អឺសម្រាប់ admin dashboard យើងមានចូលមកព្រាបមុនដំបូងនោះគឺយើងមាន dashboard overview ដែលយើងអាចមើលទៅកាន់ចំនួន user ដែលអាចប្រើប្រាស់បានអ្នកយើង banner យើង ban ចោល total product ដែលបានpost លក់activity listening listing report item ហើយក៏មានnew register ក្នុងចំនួន7ថ្ងៃអឺនេះជា graph ដែលយើងបានធ្វើgraph ទី1គឺយើងធ្វើសម្រាប់ user grow graph អក្សរហ្នឹងយើងប្រើសម្រាប់ product costing trend ហើយgraph រង្វង់យើងប្រើសម្រាប់ category និងអឺចំនួនវិភាគនេះគឺប្រើសម្រាប់more activity seller បន្ទាប់ជាមួយនឹងdashboard overview មកយើងមាន user management សម្រាប់ user management នេះយើងមានកន្លែង research សម្រាប់ research នៅចំនួនឈ្មោះ user យើងមានall row នេះយើងប្រាប់មើលថាណាគេជា user ណាគេខ្លះជា owner ហើយណាគេខ្លះជា admin សម្រាប់all self នេះយើងសម្រាប់មើលថាមួយណាដែលនៅដដែលខ្លះហើយមួយណាដែលយើងបានបង្ចោលយើងអាចកាន់តែអាចតែចោលបានហើយសម្រាប់នៅក្នុង list យើងនេះយើងមានយើងអាច view បាន view ទៅលើuser យើងបានអត់មានអីទេយើងអាច ban user ចោលយើងក៏អាច delete account គាត់ចោលបានក្នុងនាមយើងជា admin ហើយយើងអាចedit យើងអាច promote ហ្នឹងយើងអាចយកគាត់ promote គាត់ជា owner បានយើងអាច ban គាត់ចោលហើយក៏យើងអាច delete account គាត់ចោលបានផងដែរហើយបន្ទាប់ពី user management យើងមាន product management សម្រាប់ product management នេះយើងអាចចូលទៅមើល category ទាំងអស់បានយើងអាច search category បានហើយយើងអាចមើលការផុសយើងedit ការផុសរបស់ user បានឧទាហរណ៍ user គាត់ផុសគាត់ដាក់កាតាឡុកផ្សេងអីចឹងទៅហើយក៏ដាក់រូបភាពអីផ្សេងចឹងទៅយើងអាចមើលទៅស្គាល់យើងអាចចូលទៅកើតរបស់ user បានយើងអាចview បានយើងអាច edit នៅ edit យើងអាច remove ហើយសម្រាប់ការ remove នេះក៏យើងអាច restore បានមកវិញដែរ restore តែសម្រាប់កន្លែងសញ្ញាចុច3នេះបើសិនជាឧទាហរណ៍បើយើងមាន feature យើងអាច add feature បានប៉ុន្តែបើយើងចុច delete កន្លែងនេះគឺលុបចេញតែម្ដងហើយបន្ទាប់ពីហ្នឹងមកយើងមាន report moderation យើងអត់មាន report យើងមាន string សម្រាប់ setting នេះយើងអាចដូចជា platform យើងបានយើងអាចកំណត់ថាក្នុងsecurity វាយើងអាចថា
ចូលបានប្រមាណចូលជាជួរធីវិញថាយើងអាច login បានប្រមាណដងចឹងណាបន្ទាប់មកអឺយើងមានអកំណត់ថាក្នុង user មួយយើងអាចផុសបានប្រមាណរូបហើយក៏អាចជាសរសេរអក្សរបានប្រមាណតួអឺហើយសម្រាប់អឺ admin dashboard មានតែប៉ុណ្្នឹងយើងចូលទៅកាន់ user ម្ដងសម្រាប់ user នេះយើងអាចមានវិធី login តាមGoogle ក៏បានក៏យើងlogin អឺវាយជា email ឬ password login ក៏បានសម្រាប់អuser dashboard ក្នុងនេះចូលមកទៀតទៅយើងឃើញមាន catalog ជាច្រើនដែលយើង catalog នីមួយៗដាក់ពីស្អុយចុចចូលក្នុង catalog សៀវភៅអញ្ចឹងយើងអាចឃើញមានការលក់សៀវភៅនេះជាការតេស្តដាក់បន្តហើយយើងអាចមានការលក់កុំព្យូទ័រទូរស័ព្ទយើងអាចក្នុងនាម user យើងក៏អាចដាក់លក់បានផងដែរដែលយើងមានផលយើងចូលក្នុងសៀវភៅអញ្ចឹងយើងជ្រើសរើសយករូបភាពមួយណាមួយមកខ្ញុំតេស្តមកហើយយើងសរសេរឈ្មោះ title ដាក់អឺ format book នេះអូខេលុបសម្រាប់នេះវាយើងដាក់ជាប្រភេទ sign in ប្រភេទសៀវភៅយើងមានអឺលក្ខខណ្ឌអាចជា like a new code good okay description ហើយយើងមាន location យើងអាចដាក់លេខទូរស័ព្ទពេញហើយកាន់តែច្បាស់យើងមានលេខទូរស័ព្ទទំនាក់ទំនងយើងមាន email រួចស្រេចហើយយើងអាច follow អឺ negotiation something available auto premium list ក៏មកយើងក៏ save នេះគឺជាប្រតាប់ក្នុងដំបូងដែលយើងបានដាក់លក់អឺហើយសម្រាប់ការទិញយើងក៏អាចទិញកន្លែង buy now buy now ពេលយើងចូលមកដល់ទីនេះយើងអាចឧទាហរណ៍ខ្លាចបុគ្គលនឹងមានការ cheat on មកលើយើងអញ្ចឹងយើងក៏អាចចូលមើលទៅលើ profile របស់អ្នកលក់នឹងបានយើងអាចបើសិនជាយើងចង់ទិញយើងអាចឆាតទៅបានយើងអាចគាត់មានប្រព័ន្ធអៗយើងអាច add friend ទៅគាត់ក៏យើងអាច follow គាត់បាននេះគឺជាប្រដាប់ដែលគាត់បានដាក់លក់អឺហើយប្រដាប់ទាំងអស់នេះក៏យើងអាចយើងគ្រាន់តែចាប់អារម្មណ៍ក៏យើងក៏អាច add វាចូលទៅក្នុង cart បានដែរអសម្រាប់ទីនេះវាមានfunction មួយគឺ function chat អសម្រាប់ឆាតចូលមួយឆាតយើងជាមួយបុគ្គលណាម្នាក់ឬក៏អ្នកលក់ណាម្នាក់យើងមាន notification សម្រាប់អឺចូលទៅមើលការជូនដំណឹងហើយយើងមាន card ហើយក៏យើងមាន profile របស់យើងអាចចូលទៅ edit profile របស់យើងបាន
មានអ្នកគ្រប់គ្រងមានដូចខ្ញុំដូចណែរៀនទៅមើល Fox មានទៅមើល archive show របស់យើងបាក់យើងបានទិញ rating ហើយ review និងនេះក៏មាន overview និងនេះក៏មាន mode ណាគឺ live បាត់វាមានgrade cost របស់យើងយើងអត់ដែលយើងបានទិញ install បានលក់និង review អឺអានេះគឺជាឧទាហរណ៍បើសិនជាយើងចូលចិត្តមានអីមួយចឹងយើងចូលដោះដូរយើងអាចក៏មានចូលទៅមើល product របស់យើង favorite បាននេះជាប៊ូតុង home នេះភាសានីតិភាសាអឺសម្រាប់អឺប្រជែករបស់ពួកខ្ញុំបានមកដល់ទីបញ្ចប់ខ្ញុំក៏អរគុណលោកគ្រូសម្រាប់ការទស្សនា demo របស់ពួកខ្ញុំមាន demo ពួកខ្ញុំទាំងអស់